សួស្តីអ្នកទាំងអស់គ្នាវិលស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ Channel របស់ Admin ហើយថ្ងៃនេះផងដែរសូមមកតាមដានទស្សនានៅព័ត៌មានជាបន្តទៀតដូចតទៅសម្រាប់ថ្ងៃពុធទី25ខែមីនាឆ្នាំ2026នេះ Admin នឹងលើកយកព័ត៌មានខ្លីមួយតាក់ទងនឹងសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin ពន្យល់ពីមូលហេតុដែល Mohamed Salah និង Liverpool បែកផ្លូវគ្នាការចាក់ចេញរបស់ Salah មិនមែនជារឿងភ្លាមៗទេប៉ុន្តែបានចាប់ផ្ដើមពីបញ្ហាច្រើនទម្រង់លេងរបស់គាត់ធ្លាក់ចុះខ្លាំងនៅរដូវកាលនេះមានចំនួនជាមួយគ្រូបង្វឹក Ancelotti Salah បានរិះគន់ក្លឹបសាធារណៈថាទម្លាក់គាត់ Under the bus ក្លឹបនិង Salah បានព្រមព្រៀងឲ្យគាត់ចាស់ចេញដោយឥតតម្លៃនៅចុងរដូវកាលក្លឹបពី Saudi Arabia ចាប់អារម្មណ៍យ៉ាងខ្លាំងលើគាត់ហើយអាចផ្ដល់ប្រាក់ខែខ្ពស់ខ្លាំងប្រហែល400លានផោនសម្រាប់មួយសប្តាហ៍ទោះបីជាយ៉ាងណា Salah ក៏មានអារម្មណ៍ពិបាកចិត្តក្នុងការចាក់ចេញព្រោះគ្រួសាររបស់គាត់ស្រឡាញ់ជីវិតនៅអង់គ្លេសនិងគាត់មានមិត្តភាពជាច្រើននៅក្លឹបសម្រាប់ Liverpool ការចាក់ចេញនេះជាបញ្ហាធំព្រោះគ្មានអ្នកណាអាចជំនួស Salah បានពិតប្រាកដហើយក្លឹបកំពុងរៀបចំក្រុមសម្រាប់ជំនាន់ថ្មីក្លឹប Liverpool នឹងត្រឡប់មកប្រកួតវិញនៅខែមេសាបន្ទាប់ពីកីឡាករជាច្រើនចូលរួមជាមួយក្រុមជម្រើសជាតិគ្រូបង្វឹក Arne Slot បារម្ភថាកីឡាកររបស់គាត់អាចនឹងលេងច្រើនពេកក្នុងការប្រកួតជម្រើសជាតិដែលអាចបណ្ដាលឲ្យនឿយហត់គាត់សង្ឃឹមថាគ្រូជម្រើសជាតិនឹងមិនប្រើកីឡាកររបស់ Liverpool ច្រើនពេកទេយ៉ាងណាក៏ដោយ Dominic Szoboszlai មើលទៅនឹងមិនទទួលបានពេលសម្រាកឡើយព្រោះគ្រូបង្វឹក Marco Rossi អាចប្រើគាត់លេងក្នុងមិត្តភាពទាំងពីរប្រកួតនៅខាងផ្សេងទៀត Paris Saint-Germain បានស្នើឲ្យផ្លាស់ប្ដូរកាលវិភាគ League 1 ដើម្បីត្រៀមជួប Liverpool ក្នុង Champions League ប៉ុន្តែ Lens បានបដិសេធនិងរិះគន់យ៉ាងខ្លាំងថាវាមិនយុត្តិធម៌